សួស្តីបងប្អូនទាំងអស់គ្នានេះផ្ទះរបស់យើងអនុស្សាវរីយ៍ផ្ទះចាស់កាលនៅក្មេងៗកាលពី20ឆ្នាំមុនហ្នឹងផ្ទះហ្នឹងឥឡូវផ្ទះហ្នឹងខ្លាយជាផ្ទះដែលទ្រន់ទ្រាយហើយចាស់បាក់ទៅសបាក់អីអស់ហើយម៉ែអូនគាត់ទៅនៅកើតជាមួយបងណាងឥឡូវផ្ទះនេះកាន់ទ្រុឌទ្រោមពុកម្ដាយកាន់តែចាស់បងប្អូនកាន់តែធំទៅធំអស់បែកបាក់បងប្អូនរៀងខ្លួនសល់តែដីសល់តែអនុស្សាវរីយ៍កាលនៅក្មេងៗជុំគ្នាបងប្អូនដាក់អង្កែបដាក់សន្ទូចដាក់មួងនៅក្រោយនោះមកវិញបានផ្ទះកក់ក្ដៅនឹងឯងព្រោះនៅនឹកឃើញកាលអនុស្សាវរីយ៍កាលនៅក្មេងៗ10 20ឆ្នាំ30ឆ្នាំមកផ្លេតឥឡូវជិតកន្លងផុតអស់រវល់រៀងខ្លួនបែកបងប្អូនរៀងខ្លួនមានពេលទំនេរមកលេងម៉ែលេងឪតាមលទ្ធភាពមកមើលទឹកដីរបស់យើងផ្ទះរបស់យើងដែលយើងធ្លាប់នៅកាលក្មេងៗផ្លែកអស់ហើយបាក់បែកបាក់អស់ហើយចាស់ជរាទ្រុឌទ្រោមអស់ហើយមនុស្សកាន់តែធំក្មេងកាន់តែធំខ្ញុំកាន់តែចាស់ហើយនេះឥឡូវនេះជាងទៅសផ្ទះខាងក្រោយផ្ទះក៏ពុកផុយបែកបាក់អស់ហើយខ្លាចជាកន្លែងដូចកន្លែងគេបោះបង់ចោលហើយនេះផ្ទះមើលក្តារផ្ទះធ្លុះធ្លាយស្ងប់ស្ងាត់អត់មានអ្នកនៅទេបន្លែផ្លែឈើដាំទុកចោលហើយផ្ទះមហិមក៏អត់មានអ្នកនៅដែរចាស់ទ្រុឌទ្រោមបាក់បែកអស់ហើយនៅសល់ពីងទឹកមួយភ្លៀងមកទឹកបានទឹកមកហើយតាមផ្ទះគេផ្សេងអត់អីផ្ទះគេនៅស្អាតផ្ទះស្អាតមានគេនៅតែពេលផ្ទះយើងអត់មានអ្នកនៅវាចាស់ហើយនេះផ្លូវគេធ្វើថ្មីខ្ញុំថតពីចង្អាយផ្ទះមកឃើញ